មានមនុស្សកុំឲ្យវារត់ចាប់ឃាតករកុំឲ្យវារត់រួចគឺចេះទេណាខ្ញុំចង់ប្រាប់នាងថារកឧបសគ្គគ្រួសារទិញគឺព្រោះតែរឿងសាកសពទិញតែចង់ត្រីពួកបរទេសកាត់ទុកហើយសាកសពរបស់ទិញនេះណាឥឡូវនេះពួកគេយកទៅរក្សាទុកនៅក្នុងបន្ទប់រក្សាសាកសពនៅក្នុងមន្ទីរពេទ្យមានមនុស្សប្រចាំការមួយក្រុមទៀតផងអរគុណហើយលោកប្រាប់ខ្ញុំមិនដឹងថាពួកលោកចង់ធ្វើអីប៉ុន្តែមនុស្សដូចខ្ញុំចង់ចាំល្អអ្នកណាល្អនៅខ្ញុំចាំអ្នកណាកុហកខ្ញុំក៏ខ្ញុំចាំដែរលាសិនហើយនេះឈិញនេះខ្ញុំប្រាប់នាងទៅចុះណានាងតែម្នាក់ឯងធ្វើទៅមិនរួចទេនាងត្រូវការមានគេជួយណាគួរឲ្យអស់សំណាច់ណាគ្រួសារទិញធ្វើអ្វីមិនដែលពឹងអ្នកក្រៅទីនាងមានគ្រោះថ្នាក់ត្រូវហើយបើខ្លាចខ្ញុំមិនមកទីអ្នកយកការរបស់ឈីមីងហ្វូកំពុងរងចាំយ៉ាងចិត្តអន្តេសាចាំសញ្ញាចេញពីភូមិគ្រឹះទិញបើសិនជាពណ៌ក្រហមនោះបានន័យថាធ្វើឃាតបានសម្រេចគ្រួសារទិញមានគ្រោះថ្នាក់ស្លាប់គ្មានសល់ម្នាក់ទេប៉ុន្តែបើសិនជាពណ៌សអ្វីគ្រប់យ៉ាងត្រូវធ្វើសារជាថ្មីឡើងវិញវាយទៅមើលទៅតែខ្នោះតែឈប់ណាគេចេញមកស្រីលោឡាស្រីហ្នឹងអត់ឃើញយើងទេតម្លាក់ខ្ញុំអូយលោកមេកាចានលោកនៅទីនេះធ្វើអីប្រាំមិនមកយើងមកតាមរកឃាតករពួកឯងមិនឃើញទេអត់ឃើញទេអត់មិនក៏មិនឆាប់តាមរកតទៀតមើលយើងធ្វើអីទៅតែយកទៅហើយពិតជាល្ងងមែនភីកដំណឹងចេញមកហើយបានន័យថាអ្នកបង្កប់មិនទាន់មានមនុស្សដឹងទៅធ្វើឃាតតទៅទៀតធ្វើយ៉ាងណាសម្រាប់សុនហុងនីវឲ្យបានទៅតែស្អែកសុនហុងនីវមិនស្លាប់គឺយើងចូលភូមិគ្រឹះមិនបានទេយើងនិយាយប៉ុណ្្នឹងសំយល់ទេនិយាយចាស់នេះរងចាំពួកយើងចូលទៅរួចហើយសម្រាប់ពួកយើងទាំងអស់គ្នាប៉ុន្តែយុទ្ធសាស្ត្រពេកតិចណាស់ថ្ងៃស្អែកកាត់ដៃទិញតែចុងចេញមកឲ្យទៅគ្រួសារទិញខាងស្អែកកាត់ជើងរបស់គេបើនៅតែមិនព្រមទេនោះយើងនឹងកាត់ទិញតែចុងជាកង់ឲ្យទៅផ្ទះវិញណាយល់ទេបាទភូមិគ្រឹះទិញបិទផ្លូវហើយអ្នកណាក៏មិនអាចចេញចូលបានយើងដឹងដែរម្នាក់នឹងនៅក្នុងភូមិគ្រឹះហើយក៏ប្រហែលជានៅក្នុងចំណោមអ្នកទាំងអស់គ្នាដែរយើងមិនខ្វល់ថាពួកបរទេសសន្យាអីជាមួយឯងទេឲ្យតែឯងសារភាពភ្លាមយើងធានាថាមិនដេញដោលកំហុសឯងតទៅទៀតទេពីពេលនេះទៅភូមិគ្រឹះនេះអ្នកណាក៏ចេញមិនបានមិនថាអ្នកបម្រើឬក៏អ្នកជូនទឹកតែយើងចាំមើលតើគេអាចមានមធ្យោបាយអីទៀតផ្ដល់ទៅឲ្យជនបរទេសបាន